អភិបាលខេត្តកំពង់ចាមអញ្ជើញចុះត្រួតពិនិត្យទីតាំងសំណើសុំវិនិយោគតំបន់អេកូទេសចរណ៍ក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមដើម្បីបង្កើនការអភិវឌ្ឍតំបន់អេកូទេសចរណ៍ឲ្យកាន់តែទាក់ទាញសម្រាប់ឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកលេងកម្សាន្តក្នុងខេត្តកំពង់ចាមឲ្យបានច្រើនដើម្បីបង្កើនចំណូលសម្រាប់សេដ្ឋកិច្ចខេត្តនិងបង្កើនឱកាសការងារជូនដល់ប្រជាពលរដ្ឋឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី8ខែឧសភាឆ្នាំ2026នេះបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធរួមជាមួយនឹងអាជ្ញាធរមូលដ្ឋានអញ្ជើញចុះត្រួតពិនិត្យទីតាំងសំណើសុំវិនិយោគតំបន់ទំនប់រូងជ្រៃឲ្យក្លាយទៅជាតំបន់រមណីយដ្ឋានធម្មជាតិមួយគួរជាទីតាក់ទាញសម្រាប់ខេត្តកំពង់ចាមដែលមានទីតាំងស្ថិតនៅភូមិអរិយត្នោតឃុំអរិយត្នោតស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមគូបញ្ជាក់ផងដែរថាតំបន់ទំនប់រូងជ្រៃជាតំបន់ខ្ពង់រាបមួយមានកូនភ្នំជាច្រើនរួមនឹងជ្រលងដងអូតែមានទេសភាពបៃតងស្រស់បំព្រងគ្រប់រដូវកាលជាពិសេសល្បាញល្បីដីក្រហមជីវជាតិអំណោយផលដល់ដំណាំកសិឧស្សាហកម្មជាពិសេសដំណាំទុរេនដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ដាច់គេដែលគេល្បីឈ្មោះថាទុរេនបាត់អន្លង់ខេត្តកំពង់ចាម